នេះប្រហែលជាស្ថានសួគ៌សម្រាប់អ្នកដែលចូលចិត្តឡានសួស្តីបងប្អូនទាំងអស់គ្នាស្វាគមន៍មកកាន់វីដេអូថ្មីនៅក្នុងវីដេអូនេះយើងនឹងទៅលេងសារមន្ទីរមួយគឺសារមន្ទីរ BMW អញ្ចឹង BMW ជាប្រភេទឡានមួយដែលទំនើបហើយល្បីគួរសមដែរឃើញមានអ្នកជិះច្រើនជាពិសេសនៅអឺរ៉ុបនេះគឺសម្បូរមានអ្នកជិះ BMW ច្រើនមែនទែនហើយនឹងឡានផ្សេងៗទៀតប៉ុន្តែថ្ងៃនេះយើងនឹងទៅលេងហើយចង់ដឹងថានៅខាងក្នុងនោះមានអីគេខ្លះតោះយើងទៅមើលទាំងអស់គ្នាមុននឹងយើងចូលទៅខាងក្នុងយើងមើលពីទស្សនភាពនៅខាងក្រៅនេះសិននៅខាងក្រៅនេះគឺសម្បូរទៅដោយអគារជាច្រើនហើយអគារខាងមុខនេះហើយនឹងអគារជុំវិញនឹងទៀតគឺជាអគាររបស់ BMW ទាំងអស់នៅខាងមុខដែលខ្ញុំបងទៅបង្ហាញហ្នឹងគឺជាហាងកាហ្វេក៏ដូចជាការតាំងពិព័រណ៍ឡានអញ្ចឹងណាតាំងពី Rolls Royce តាំងពីអីហើយនៅខាងក្នុងអគារសារមន្ទីរហ្នឹងតែម្ដងគឺគេមាន3ជាន់ទី1ជាន់ទី2ជាន់ទី3ហ្នឹងគឺជាន់ទី3យើងអាចចូលបានទេដោយសារតែនៅពេលដែលទៅហ្នឹងគេកំពុងតែសាងសង់បន្ថែមហើយគេមានបង្ហាញជាគ្រោងឡានហើយក៏ដូចជាព័ត៌មានរបស់ឡានពងម៉ានអីម៉ាស៊ីនម៉ានអីចឹងហើយឡានមួយផលិតនៅឆ្នាំណាមិនត្រឹមតែប៉ុណ្ណឹងគេមានតាំងពីឡានប៉ណ្ណាំងឡានអីទៀតហើយឡានប្រភេទឡានមួយចំនួនទៀតគឺយើងអត់ឃើញមានជិះទេគ្រាន់តែជាការដែលគេបង្ហាញជា prototype ដែលយើងអាចមើលគេផ្សាយអញ្ចឹងណាប៉ុន្តែទស្សនវិជ្ជាជាក់ស្ដែងគឺអត់មានអ្នកជិះឡានហ្នឹងទេហើយនេះជាប្រភេទម៉ាស៊ីនឡានក៏ដូចជាកន្លែងខ្លះគឺមានជាប្រភេទម៉ាស៊ីនរបស់ទូកហើយនិងម៉ាស៊ីនរបស់យន្តហោះពីព្រោះនៅពីមុនឡើយមុនសង្គ្រាមលោកលើកទី2ហ្នឹងគឺអត់មានការផលិតឡានទេ BMW គឺផលិតម៉ាស៊ីនទូកហើយនិងផលិតយន្តហោះហើយមកដល់កន្លែងនេះវិញយើងឃើញជាប្រភេទឡាន W5 ដែលផលិតតាំងពីឆ្នាំ60ជាងរហូតមកដល់ឆ្នាំ2000ដូចជា2023ដែលគេឈប់ផលិតឡានហ្នឹងហើយមើលទៅស្អាតមែនទែនខ្ញុំអត់ដឹងថានៅខ្មែរយើងមានឡានហ្នឹងអត់ទេប៉ុន្តែនៅស្រុកអឺរ៉ុបនេះគឺសម្បូរមែនទែនអ្នកដែលជិះឡានប្រភេទជា BMW ដោយសារតែតម្លៃរបស់វាបើប្រៀបធៀបជាមួយនឹងឡានផ្សេងទៀតគឺអត់សូវថ្លៃទេអញ្ចឹងណាហើយនៅខាងនេះជាឆ្នាំប្រភេទឆ្នាំហើយនិងប្រភេទឡានផ្សេងៗទៀតដែលគេផលិតដូចប្រាប់មុនហ្នឹងអញ្ចឹងគឺឡានខ្លះអត់មានទាំងអ្នកជិះផងហើយក្រុមហ៊ុន BMW ក៏ទិញក្រុមហ៊ុនផ្សេងទៀតដែរដូចជាក្រុមហ៊ុន Rolls Royce និងក្រុមហ៊ុន Mini ដែលយើងឃើញមានការតាំងបង្ហាញរបស់ឡានទាំងអស់ហ្នឹងដែរហើយមិនត្រឹមតែជាឡានជាអីទេមានតាំងពីប្រភេទម៉ូតូប៉ណ្ណាំងម៉ូតូប៉ូលីសហើយនឹងនិយាយទៅម៉ូតូច្រើនប្រភេទហើយម៉ាស៊ីនរបស់គេច្រើនប្រភេទមែនទែនដែល admin មិនទាំងស្គាល់ផងពេលទៅមើលហ្នឹងហើយនៅជាន់ទី2នេះគឺគេមានបង្ហាញពីប្រភេទឡានមួយចំនួនទៀតដែលគេគ្រាន់តែស្រាវជ្រាវគេផលិតឲ្យវាស៊ីអ៊ីដ្រូសែនប៉ុន្តែគ្រាន់តែឡានហ្នឹងគឺគេអត់ចូលទៅប្រើទេហើយតារាចម្រៀងដែលល្បីរបស់អាមេរិកគឺ Elvis Presley ក៏ធ្លាប់ទិញឡាន BMW ជិះដែរ